ចាសសូមជម្រាបសួរដល់ពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តដែលតាមដាននៅ Channel YouTube Cam 7G ថ្ងៃនេះខ្ញុំនាំមកបង្ហាញនៅការព្យាបាលចាពងបែកមាត់ដែលមានប្រសិទ្ធភាពចាដែលភាគច្រើនគឺយើងអាកាសធាតុក្តៅឬក៏មានចំហាយក្តៅខាងក្នុងគឺអាចនាំឲ្យពងបែកជាងយើងមើលអាការៈបន្តិចកុំឲ្យខាត់ពេលយូរចាអាការៈពងបែកក្នុងមាត់គឺជាស្នាមពងបែកពណ៌សថ្លាមាននៅតាមបបូរមាត់ផ្ទៃខាងលើនិងផ្ទៃខាងក្រោមមាត់រួមទាំងមានលើអណ្ដាតទៀតផងចាអាចមានលើអណ្ដាតដែរណាពងបែកមាត់កើតឡើងនៅពេលដែលក្រពេញទឹកមាត់ស្ទះជាពិសេសនៅពេលដែលអ្នកខាំមាត់ឬខាំសាច់ថ្ពាល់ខាងក្នុងរបស់អ្នកដោយចៃដន្យចាអញ្ចឹងយើងអាចខាំចៃដន្យខាំមាត់ខាំថ្ពាល់យើងចៃដន្យខាងក្នុងណាចាពងបែកមាត់ពងបែកទាំងពងបែកទាំងនោះតូចនឹងមិនមានបង្កជាការឈឺចាប់អ្វីទេតែទោះបីជាយ៉ាងណាប្រសិនបើអ្នកទុកចោលមិនព្យាបាលវានឹងអាចរីកធំរួចបង្កជាការឈឺចាប់ខ្លាំងនឹងហើយឆាប់ព្យាបាលបងប្អូនបើសិនជាមានការពងបែកអីចាជាក់ស្ដែងអ្នកខ្លះឈឺដែរហ្នឹងចាជាក់ស្ដែងបង្ហាញបញ្ហាពងបែកមាត់នេះកម្របង្កជាសភាពធ្ងន់ធ្ងរណាស់ប៉ុន្តែប្រសិនបើវាបង្កជាដំបៅរ៉ាំរ៉ៃអ្នកត្រូវតែទៅពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញភ្លាមចាភ្លាមតែម្ដងចាបើសិនជារ៉ាំរ៉ៃជាពិសេសក្មេងៗដែរបងប្អូនយើងប្រយ័ត្នចាចឹងពងបែកក្នុងមាត់អាចកើតមានលើមនុស្សគ្រប់វ័យចាមិនថាក្មេងមិនថាចាស់ទេប៉ុន្តែជាធម្មតាគេសង្កេតឃើញកើតមានលើមនុស្សមានអាយុចន្លោះពី10ឆ្នាំទៅ25ឆ្នាំច្រើនជាងគេបំផុតអូចាកំឡុងនេះក្មេងហើយវ័យកណ្ដាលចាពងបែកមាត់ខ្លះមិនត្រូវការព្យាបាលទេដោយយូរវាទៅវានឹងជាដោយខ្លួនឯងអញ្ចឹងធម្មតាអ្វីបើក៏ដោយដែរវាអាចជាខ្លួនឯងតែដល់ប៉ះយូរដែលហៅកកិតយូរប៉ះហើយវាអាចមិនជាណាចាដូចថាយើងចេះតែញ៉ាំអីប៉ះឬក៏បន្តិចខំវាអាចមិនជាណាវារ៉ាំរ៉ៃចាទន្ទឹមនឹងនោះដែរអ្នកក៏អាចស្វែងរកការព្យាបាលតាមរបៀបបែបវិជ្ជសាស្ត្រចាពីគ្រូពេទ្យជំនាញឬព្យាបាលដោយខ្លួនឯងតាមបែបធម្មជាតិងាយដូចខាងក្រោមចាអញ្ចឹងបើថាយើងនៅឆ្ងាយពីពេទ្យអីយើងព្យាបាលខ្លួនឯងក៏បានដែរចាតោះឥឡូវយើងទៅមើលវិធីព្យាបាលជាមួយគ្នាអញ្ចឹងវិធីព្យាបាលពងបែកក្នុងមាត់ដោយខ្លួនឯងមានដូចជាចាទី1អំបិលគឺជាឱសថព្យាបាលពងបែកក្នុងមាត់អូកាហាយណាស់ចាពងបែកក្នុងមាត់ដ៏មានប្រសិទ្ធភាពនិងរហ័សជាងគេបំផុតអូរហ័សចាផ្ទះអ្នកណាក៏មានអំបិលដែរចាដោយអាចជួយកាត់បន្ថយការឈឺចាប់និងការរលាកបានថែមទៀតផងអ្វីដែលអ្នកត្រូវធ្វើគឺគ្រាន់តែលាយអំបិលកន្លះស្លាបព្រាកាហ្វេចូលទៅក្នុងទឹកក្តៅអ៊ុនមួយកែវអូមិនសូវប្រៃការរលាកមួយកែវរួចយកមកខ្ពុលមាត់មួយថ្ងៃ3ទៅ4ដងនោះអ្នកនឹងសង្កេតឃើញពីប្រសិទ្ធភាពដ៏អស្ចារ្យរបស់វាជាក់ជាមិនខានអូប៉កែណាចានេះដូចថាយើងវ័យយើងចំណាស់បើថាក្មេងមិននេះទេគាត់មិនអាចនឹងធ្វើបានណា3-4ថ្ងៃតើយើងរំលឹកគាត់អូខេចំណុចទី2
តកកអូតកកមានប្រសិទ្ធភាពជួយឲ្យសាច់ស្ពឹកនិងបន្ធូរបន្ថយការឈឺចាប់របស់ពងបែកក្នុងមាត់បានអូហូតកកងាយដោយអ្នកគ្រាន់តែយកក្រណាត់ស្អាតមួយមករុំដុំទឹកកកពីរ3ដុំរួចយកមកស្អំលើបរិវេណដែលមានពងបែកប្រមាណជា1នាទីនិងត្រូវអនុវត្ត2ទៅ3ដងក្នុងមួយថ្ងៃចានេះអូយមិនចូលចិត្តតកកបន្ថែមពីនេះទៅទៀតអ្នកអាចឧស្សាហ៍ទទួលទានទឹកត្រជាក់បន្ថែមដើម្បីអាចឆាប់ជាសះស្បើយផងដែរអូអញ្ចឹងវិញផឹកទឹកត្រជាក់ណាចាទី3ប្រទាលកន្ទុយក្រពើចាប្រទាលកន្ទុយក្រពើមានលក្ខណៈសម្បត្តិអាចប្រឆាំងនឹងភាពរលាកចាជួយបំបត្តិការឈឺចាប់និងជួយឲ្យឆាប់ជាសះស្បើយជាពិសេសវាអាចការពារមិនឲ្យអ្នកកើតពងបែកញឹកញាប់បានសឹងតែមិនគួរឲ្យជឿវ៉ាវអ្នកគ្រាន់តែចិត្តសម្បកចេញរួចយកសាច់ថ្លារបស់វាមកបិទពីលើកន្លែងមានពងបែកនិងទុកចោលប្រមាណជា20នាទីរួចលាងស្អាតណាលាងសម្អាតមាត់ចេញអូខេបៀមវាមានន័យថាបៀមចាដោយទឹកក្តៅអ៊ុនចាយើងដូចថាយើងបៀមណាយើងណាគេទៅសេវាមិនមែនជាបៀមវាយកមកបិទយ៉ាងម៉េចបើវានៅក្នុងមាត់ណាយើងអាចថាបៀមវាប្រហែលជា20នាទីជាងទៅចាំយកមកខ្ពុលមាត់ទឹកក្តៅអ៊ុនចាលាងសម្អាតអ្នកអាចអនុវត្ត2ទៅ3ដងក្នុងមួយថ្ងៃត្រឹមតែ2ឬ3ថ្ងៃធានាថានឹងជាសះស្បើយអូចាខ្ញុំមិនត្រឹមតែបៀមអីទេគឺថាញ៉ាំតែម្ដងញ៉ាំទាំងទឹកកកញ៉ាំទាំងប្រទាលតែម្ដងអូខេចំណុចទី4បងប្អូនចាគឺទឹកឃ្មុំហើយស្អីគេលឿងនេះទៀតបងប្អូនយើងមើលតាមដានទាំងអស់គ្នាទឹកឃ្មុំអាចជួយកាត់បន្ថយការឈឺចាប់ការរលាកនិងជួយការពារមេរោគឲ្យឆាប់ជាសះស្បើយបានអ្នកគ្រាន់តែលាយទឹកឃ្មុំសុទ្ធ1ស្លាបព្រាកាហ្វេជាមួយម្សៅល្មៀតចានេះគឺជាម្សៅល្មៀតចាលឿងហ្នឹងម្សៅល្មៀត1/4ចា1/4មកចុងស្លាបព្រាបានហើយបងប្អូន1/4ចុងស្លាបព្រាកាហ្វេរួចមិនមែនចុងទេណា1/4នៃស្លាបព្រាកាហ្វេរួចយកវាទៅបិទពីលើកន្លែងដែលមានពងបែកចាបិទទៀតហើយចាបិទគឺបៀមហ្នឹងឯងចាតែបើសិនជាពងបែកនៅខាងក្រៅឬក៏នៅកន្លែងតបៅខាងក្រៅដៃជើងអីខ្ញុំភាគច្រើនពងបែកលើមុខដែរណាបងប្អូនចាយើងអាចយកបិទចាតែបើថានៅក្នុងមាត់ទេគឺបៀមនឹងឯងបងប្អូនចាតបមកគឺយើងបិទនៅកន្លែងដែលមានពងបែកហ្នឹងបន្ទាប់មកយកទុកចោលបន្ទាប់មកទុកចោលប្រហែលជា15នាទីទៅ20នាទីសំពុលមាត់ណពុលមាត់ហ្នឹងណាពុលមាត់ក៏លាងចេញកន្លែងដែលយើងបិទហ្នឹងជាមួយនឹងទឹកក្តៅអ៊ុនជាការស្រេចអ្នកអាចអនុវត្ត2ទៅ3ដងក្នុងមួយថ្ងៃបើមិនដូច្នេះទេអ្នកគ្រាន់តែលាបទឹកឃ្មុំតែមួយមុខក៏បានដើម្បីកាន់តែមានភាពងាយស្រួលវ៉ាវចាតែទឹកឃ្មុំក៏បានដែរបងប្អូនអូទឹកឃ្មុំល្អណាជួយច្រើនជួយកាត់ថយការឈឺចាប់ជួយការពារមេរោគចាអូខេទី5ចាចំណុចទី5គឺល្មៀតមានលក្ខណៈសម្បត្តិពិសេសអាចការពារបាក់តេរីដូចជាប្រឆាំងការរលាកបានយ៉ាងមានប្រសិទ្ធភាពអ្នកគ្រាន់តែយកម្សៅល្មៀតមកលាយជាមួយនឹងទឹកដោះគោអីចារួចយកសម្លៃមកជ្រលក់និងផ្ដិតនៅត្រង់បរិវេណបំពង់កបើពងបែកនិងទុកវាចោល30នាទីសាំយកទឹកក្តៅអ៊ុនមកលាងសម្អាតជាការស្រេចចាអូចាបរិវេណពងបែកគឺគេថាគៀបណាកន្លែងមាត់ភាគច្រើននៅមុខមាត់យើងណាគៀបទៅចាដូចបៀមណាចុងមាត់ខាងក្រៅយើងភាគច្រើនចាវិធីមួយទៀតបងប្អូនវិធីមួយទៀតអ្នកអាចចូលល្មៀតយើងទិញល្មៀតដុំមកចាល្មៀត
យកល្មៀតហ្នឹងមកកាត់ជាចំណិតបិទលើកន្លែងពងបែកក៏បានវិធីទាំងពីរនេះគួរអនុវត្តមួយថ្ងៃឲ្យបាន2ទៅ3ដងទើបជាការប្រសើរវ៉ាវចំណាយល្មៀតនេះក៏ខ្លាំងដែរណាអានេះវាជួយទាំងបាត់ស្នាមបាត់អីការពារចាដូច្នេះបងប្អូនហើយសូមពិនិត្យមើលនិងពិគ្រោះជាមួយគ្រូពេទ្យឲ្យបានច្បាស់លាស់មុននឹងឲ្យបានច្បាស់លាស់អស់ពីលទ្ធភាពជាមុនសិនចាវិធីនេះអាចប្រើសាកល្បងចាដោយសារជារបស់ធម្មជាតិទេអាចសាកល្បងបានអត់មានប៉ះពាល់អីទេចានៅពេលដែលអ្នកមិនមានជំរឿផ្សេងចាអញ្ចឹងសិតតែរបស់ល្អចារបស់យើងញ៉ាំបានណាវាអត់មានប៉ះពាល់ចាសម្រាប់សម្រួលអត្ថបទដោយកូនផ្កាវលីចាអញ្ចឹងអត្ថបទនេះគឺខ្ញុំបានយកចេញពី website របស់លោកមន្ត្រីលោកអៀងសុផាឡែតចាដែលគាត់មិនលក់ជាព័ត៌មានអីទេគាត់បើកមើលតាមចិត្តបានមកចាបងប្អូនអាចរកបានគឺគ្រាន់តែវាយអៀងសុផាឡែតហ្នឹងគឺជារដ្ឋមន្ត្រីខាងរុក្ខាប្រមាញ់និងនេសាទនោះចាគឺតកតងជាមួយយើងអាចចូលមកក្នុង website របស់គាត់មកតែនេះ website បែបនេះ msupalight.com ចាដែលមានរូបគាត់បែបនេះចាទីនេះគេហទំព័រមានអក្សរសាស្ត្រមានឯកសារកសិកម្មចាគាត់ខាងរដ្ឋត្រីខាងកសិកម្មណាបងប្អូនចាអញ្ចឹងនេះចាបើកមកគឺមានចំណេះដឹងតកតងបរិស្ថានកសិកម្មអីចឹងបងប្អូនអត្ថបទនេះគឺខ្ញុំបានពី website ចា website គេហទំព័ររបស់លោកអៀងសុផាឡែតអញ្ចឹងសូមអរគុណច្រើនសម្រាប់ការតាមដានទស្សនាក៏ដូចជាសូមជូនពរសម្រាប់បងប្អូនដែលកំពុងតែតាមដានកំពុងតែតាមមើលចានៅ page របស់ខ្ញុំក៏ដូចជា channel របស់ខ្ញុំចាអរគុណសូមអរគុណសូមជម្រាបលា